រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែកបន្តិចដែលបងប្អូនមានសំណួរច្រើនទាក់ទងទៅនឹងគុណភាពសំណាញ់អ៊ីណុកថាប្រើបាន5ឆ្នាំទៅដល់10ឆ្នាំមែនអត់ឥឡូវយើងមកជួបទាំងអស់គ្នាណាបាទទី1សំណាញ់នេះក្រងចូលអត់រួចទេអញ្ចឹងមានន័យថាពេលកូនកដោបញាស់មក100%កូនកដោបគឺចេញអត់រួចទេបាទទី2សំណាញ់នេះពេលដែលបងប្អូនកាត់គឺអត់អារុះទេកាត់បែបម៉េចក៏អត់អារុះចេញពីគ្នាដែរពីព្រោះសាច់វាគឺសាច់ឆ្វាក់មិនមែនសាច់អារុះដូចសាច់ស្បែកទេបាទគឺវាឆ្វាក់ជាប់គ្នាតែម្ដងណាហើយទី3គុណភាពរបស់វាមួយទៀតពេលដែលបងប្អូនចាប់វិសបាទសាច់សណាញ់អត់លហែកអត់ដាច់ទេវាសុកចិត្តញែកអាកន្លែងនឹងបន្តិចដើម្បីវិសចូលបាទអញ្ចឹងបងប្អូនដែលយកទៅខ្ញុំនឹងប្រាប់ពីរបៀបប្រើរបៀបកាត់ហើយនឹងរបៀបសងទ្រុងកដោបឲ្យបានច្បាស់លាស់ហើយធានាក្នុងការប្រើប្រាស់អត់ច្រេះអត់ផុយអត់ពុកទេសាច់អ៊ីណុកណាមិនមែនសាច់ដែកមិនមែនសាច់ញោមទេបើសាច់ញោមតម្លៃធូរថ្លៃទេបងប្អូនអាចរកទិញនៅលើទីផ្សារធម្មតាបានណាតែអានេះអ៊ីណុក 100% គឺអ៊ីណុកហើយស្រោបជ័រស្វិត 100% ជ័រស្វិតណាកាច់អត់បាក់ទាញអត់ល្បេះទេជ័រនេះបាទហើយបងប្អូនចេះស្ដាយមើលក្រងចូលអត់រួចទេនៅខាងក្រៅទាំងអស់ណាបាទបើស្បៃយើងវិញណាត្រៀមទៅកដោបខាងក្នុងបាទតែយើងចូលទៅមើលសុខភាពកដោបម្ដងថាប្រើស្បៃនិងប្រើអ៊ីណុកនេះមួយណាសុខភាពល្អជាងណាកុំឲ្យមើលទាំងទូចមើលទាំងធំបាទបងប្អូនអាចទស្សនាមើលទៅអានេះពូជ3ខាំបងប្អូនណាបាទនេះពេលព្រឹកអត់ទាន់មានរុះរើសម្រាមឬក៏បោះឲ្យទេបងប្អូនណាបងប្អូនមើលសុខភាពកដោបខ្ញុំដាក់3ខាំបងប្អូនណាមួយមុងខ្ញុំ3ម៉ែត្រនេះហ៎បាទ3ម៉ែត្រខ្ញុំដាក់ចំណង3ខាំបាទនៅតូចអត់ធំទេហើយការឡើងរបស់វាបងប្អូនឡើងបានស្រួលមែនទែនបាទពេលក្រាស់បានយើងបញ្យូរស្បែកថែមណាបាទពេលវាធំទៅជាតិយើងបញ្យូរស្បែកថែមបងប្អូនមើលសុខភាពកដោបហើយខ្ញុំដាក់អមទឹកផ្លែបៃតងជាប់រហូតណាបាទសំបីតែចំណៃបោកមួយកតុកូនមន់កតុចំណៃកូនមន់បោកមួយកតុនេះក៏ខ្ញុំប្រហើទឹកផ្លែបៃតងដែរបាទអញ្ចឹងយើងទៅមើលវ័យមួយទៀតជាវ័យដែលបងប្អូនតែងតែបញ្ជាក់ថាកដោបខ្ញុំវ័យដោះអាវកាក់ទៅដោះស្លាបតែងតែជួបបញ្ហាឥឡូវយើងមើលទាំងអស់គ្នាពុកម៉ែបងប្អូនណាបាទនេះដល់ហើយអត់ទាន់បោសលីមូអត់ទាន់បានសម្អាតអីទាំងអស់បងប្អូនអាចទស្សនាបានថាទឹកបន្លែបៃតងល្អមែនអត់គួរប្រើមែនអត់ហើយ1លីត្រប្រើបានបន្តិចត្រង់ណាបងប្អូនណាបាទនេះចាប់ដាក់ដោះស្លាបបងប្អូនឃើញនោះដាក់ដោះស្លាបហើយមើលខាងលើ3ខាំណាបងប្អូន3ខាំប៉ុន្តែទិន្នផលមិនក្រោមពី12គីឡូទេបាទ10គីឡូទៅ12គីឡូជីមីស៊ុំតែមានបងប្អូនខ្លះគាត់អាចធ្វើបានរហូតដល់15គីឡូ3ខាំគាត់យកទៅពីខ្ញុំណាបាទនេះបងប្អូនទស្សនាទៅបាទសុខភាពកដោបនៅក្នុងស្បៃអ៊ីណុកនេះសំណាញ់អ៊ីណុកនេះគឺល្អមួយទៀតគឺតាក់ទងទៅនឹងទឹកផ្លែបៃតងខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតចិញ្ចឹមកដោបចិញ្ចឹមចរិតបើសិនខ្ញុំអត់មានទឹកផ្លែបៃតងទេប្រហែលជាខ្ញុំឈប់យូរហើយបាទខ្ញុំឈប់យូរហើយបើសិនជាទឹកបន្លែបៃតងមិនល្អទេបងប្អូនអាចចូលមកក្នុងเพจខេត្តអីក៏មានបងប្អូនយើងកំងម្ដងមួយកានកំងម្ដង10លីត្រម្ដង20លីត្រណាបងប្អូនណាបងប្អូនអាចចូលមើលតាមដានក្នុងเพจរបស់ខ្ញុំអីវ៉ាន់ចេញខ្លាំងជាងគេគឺទឹកបន្លែបៃតងបើថាសំណាញ់អ៊ីណុកមួយដោយសារសំណាញ់អ៊ីណុកតម្លៃគួរសមដែរបាទអញ្ចឹងបងប្អូនមើលប៉ុណ្ណឹងសុខភាពកដោបណាអញ្ចឹងយើងចូលទៅថយក្រោយតិចទៅមើលស្បៃអ៊ីណុកវិញអញ្ចឹងយើងមានប្រមាណຂະຫນាតបាទវារស់នៅបានល្អស្រួលបរិយាកាសគឺអត់ហប់ទេនេះគឺយើងមាន2ຂະຫນាតដែលយើងអាចកំងបានបញ្ជាក់បងប្អូនផលិតផលចិនមិនមែនផ្ទះលេខ2ហើយក៏មិនមែនផលិតផលស៊ីមដែរចិន 100% បាទហើយជាប្រភេទលេខ1ណាមិនលេខ2ទេបើលេខ2ច្រេះបាទលេខ2ច្រេះអាចផុយទាញទៅដាច់តែនេះអត់ទេណាបងប្អូនណាមកតសៃនេះបងប្អូនយកដៃ3ដៃ4មកទាញមិនដាច់ទេបាទព្រោះនេះជាសាច់អ៊ីណុកណាបាទ
បងប្អូនមើលនៅលើដៃខ្ញុំនេះឃើញបងប្អូននេះឃើញខ្ញុំនេះហើយខាងក្នុងគឺ inox 100% ណាបើសិនជាបងប្អូនយកទៅជាតសៃញោមឬសៃដែកញោមធានាដូរលុយជូនវិញ 100% បងប្អូនណាបាទតែថ្លៃសេវាដឹកក៏ខ្ញុំអត់ឲ្យបងប្អូនខាតដែរបាទអញ្ចឹងអ្វីដែលខ្ញុំបញ្ជាក់គឺ inox មិនមែនដែកមិនមែនញោមបាទនេះបងប្អូនណាអត់ចេះជ្រេះទេណាបាទអញ្ចឹងយើងមាន2ຂະຫນាតមាន2ជម្រើសមានកម្ពស់1ម៉ែត្របដោយ30ម៉ែត្រមួយຂະຫນាតទៀតកម្ពស់1ម៉ែត្រ2វែងជាងនេះបន្តិចវែងជាងនេះ2តឹកហើយប្រវែង30ម៉ែត្រដូចគ្នាហើយតម្លៃខុសគ្នាមិនច្រើនប៉ុន្មានទេបងប្អូនខុសគ្នាប្រហែលខ្ទង់$20ទេបាទតែបើសម្រាប់ខ្ញុំវិញខ្ញុំចូលចិត្តធ្វើទ្រង់1ម៉ែត្រតែដល់ពេលវគ្គក្រោយខ្ញុំប្រហែលជាអាប់ដេតឡើង1ម៉ែត្រ2ដោយសារខ្ញុំធ្វើនៅចកាកន្លែងចកានោះវាកន្លែងធំដែរស្រួលរុញស្រួលទុកណាបាទបើនេះខ្ញុំចំក្នុងផ្ទះនេះបងប្អូនឃើញនោះទ្រង់នោះចិត្តញុះហើយអញ្ចឹងយើងធ្វើនៅក្នុងផ្ទះអញ្ចឹងយើងមានដបូលចេះយើងអត់ឲ្យខាតទេនៅក្រោមដបូលយើងគឺយើងរៀបចំបាទយើងរៀបចំកន្លែងឲ្យបានត្រឹមត្រូវហើយយើងមានប្រឡោះតិចក៏ខ្ញុំអាចរុញចំកដោបបានដែរបញ្ជាក់ណាមុងខ្ញុំមុងចល័តអញ្ចឹងខ្ញុំចំនៅក្នុងផ្ទះបងប្អូននេះមិនបាច់ចាំថាចំក្នុងផ្ទះប៉ះពាល់អត់មានក្លិនអត់មានស្អុយអីទេអត់ដូចចិញ្ចឹមត្រីអណ្ដែងចំកែបទេបងប្អូនណាបញ្ជាក់អញ្ចឹងចំមន់ទាក្រួចត្រីអណ្ដែងកង្កែបចិញ្ចឹមគឺប៉ះពាល់ខ្លួនឯងនិងអ្នកជិតខាងខ្លាំងណាស់តែបើចិញ្ចឹមកដោបចិញ្ចឹមចរិតមិនប៉ះពាល់ដល់បងប្អូនឬក៏សុខភាពក្រុមគ្រួសារយើងទេអញ្ចឹងខ្ញុំបញ្ជាក់ណាមានដីទំនេរមានទីផ្ទះទំនេរសម្យាបទំនេរគឺខ្ញុំបង្កើតជាលុយបាទយើងបង្កើតជាលុយមកអញ្ចឹងយើងធ្វើកង់រុញមកស្មៅខ្ញុំដាំក្រូចផ្ទះបាទអញ្ចឹងស្មៅសំបីតែមុខផ្ទះក៏ខ្ញុំដោតស្មៅចោលដែរនេះបងប្អូនមើលបងប្អូនអាចមើលតិចនេះមុខផ្ទះនេះស្មៅពូជតែយើងទៅកាត់លឹកវាចេញអស់ណាបាទដោតជុំវិញហ្មងអានេះដោតមុខផ្ទះយើងបាទលូតផុតលបងកាត់លូតផុតលបងកាត់អញ្ចឹងកន្លែងណាក៏យើងអាចសាងចំណូលបានដែរឲ្យតែបងប្អូនព្យាយាមឃើញដីទំនេរឃើញដីដែលអាចដាំបានដាំបាទនេះពូជស្មៅដែលលឹកធំ Super Napier បងប្អូនណាប្រូតេអ៊ីនវា10ជាងដែរដូបស៊ីក៏ល្អដែរបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់មានការប្រឹក្សាច្បាស់លាស់ទិញទឹកបន្លែបៃតងអាចជួយសម្រួលជាមួយនឹងការចិញ្ចឹមកដោបបងប្អូនហើយទទួលបានការប្រឹក្សាពីខ្ញុំថាតើបងកដោបបងប្អូនត្រូវការអីបន្ថែមកដោបបងប្អូនខ្វះអីធ្វើអញ្ចឹងត្រូវអត់ខ្ញុំប្រឹក្សាលម្អិតជូនទៀតបាទមានពងពូជមានសំណាញ់អ៊ីណុកមានទឹកបន្លែបៃតងមានពូជចរិតមានសបុកចរិតបងប្អូនអាចតាក់ទងបានបាទសូមអរគុណនិងជម្រាបលា